បាទស្ដីគុណគុណទី7ទី8សាជាថ្មីវីដេអូមួយនេះគឺលោកគ្រូនឹងប្រាប់ពីរបៀបសង់បាទរបៀបសង់កន្លះបន្ទាត់បាទកន្លះបន្ទាត់របស់យើងគឺកន្លះបន្ទាត់ពុះមុំក្នុងនៃត្រីកោណបាទនៃត្រីកោណអញ្ចឹងត្រង់ទី7យើងសង់តែកន្លះបន្ទាត់ពុះមួយបានហើយព្រោះមុំយើងមានមុំក្នុងមាន3អញ្ចឹងសង់តែមួយគឺអូខេឲ្យសង់ត្រូវត្រឹមត្រូវតែយើងចង់សង់ច្រើនយើងរៀនមើលវីដេអូនេះឲ្យបានយល់យើងសង់ចេញហើយបាទដល់ទី8ទៅសង់ទាំងអស់ពីព្រោះទី8ស៊ីជម្រៅជាងទី7អញ្ចឹងលោកគ្រូគូសត្រីកោណសាមញ្ញមួយបាទត្រីកោណសាមញ្ញមួយនេះត្រីកោណសាមញ្ញយើងអញ្ចឹងយើងគូដោយមិនមានជ្រុងណាប៉ុននេះទេបាទហើយក៏មិនមានជ្រុងណាកែងនេះដែរអញ្ចឹងគ្រូកំពុងគូសត្រីកោណសាមញ្ញបាទអញ្ចឹងគ្រូដាក់ឈ្មោះ A B C តើមកគូកន្លំតាត់ពុះមុំយើងដឹងហើយនិយមនៃកន្លំតាត់ពុះមុំទោះជាមុំធម្មតាមិនមែនជាត្រីកោណក៏ដូចជាមុំក្នុងត្រីកោណដែរគឺជាកន្លំតាត់ដែលគូសចេញពីកំពូលមុំហើយចែកមុំនោះជាពីរផ្នែកប៉ុនគ្នាឥឡូវលោកគ្រូគូសចេញពីកំពូល A បីសង់កន្លំតាត់ពុះមុំយើងមានជម្រើស2ដែលយើងប្រើរាប់តើក៏បានដែលឈានក៏បានប៉ុន្តែប្រើដែលឈានល្អជាងប្រើរ៉ាប់ទ័រតើដឹងវាស់មុំហ្នឹងឧទាហរណ៍ថារ៉ាប់ទ័រយើងមុំហ្នឹងគេឲ្យមក60បាទ60ដឺក្រេអញ្ចឹងយើងរកកដាល60ទៅមានថាយើងយក60ចែកពីមក30បាទ60នេះ30ថានេះ60អញ្ចឹងយើងវាស់វាសាមកអាហ្នឹងពាក់កដាលហើយប៉ុន្តែបើសិនគេប្រាប់មុំទេឬក៏គេប្រាប់មុំដែរយើងប្រើដែលឈានល្អជាងបាទអញ្ចឹងលោកគ្រូគូសបាទឡាមតាត់ពុះមុំដល់លោកគ្រូគូរង្វង់ឬក៏ធ្នូរង្វង់តូចពីរសិននេះយើងកាត់ជ្រុងទាំងពីរឬក៏គូពេញចេះក៏បានដែរគូបាច់ពេញបានគូកាត់បន្តិចតិចចឹងថ្មយើងទាញនឹងវះដែលជាឲ្យធំបន្តិចយើងយកចំណុចប្រសពកន្លែងនេះមួយរវាងធ្នូរង្វង់និងជ្រុង AB រួចយើងគូសឲ្យវែងតិចមកខាងទៀតរក្សាកម្រិតដែលជានៅដដែលនេះអានេះប្រវែងណាអានេះប្រវែងនឹងដែរបាទមើលថារង្វង់នឹងមានកម្មប៉ុននេះអញ្ចឹងយើងចុចនេះមួយទៅហើយយើងគូភ្ជាប់មកភ្ជាប់ពីណាមកពី A មកពីកំពូល A មកហើយយើងគូឲ្យគូដាច់បានតាមទៅមុំគេចូលចិត្តគូដាច់ហើយអត់កំណត់ថាគូដាច់ត្រូវគូភ្ជាប់ខុសអត់ទេណាដាច់ក៏ត្រូវខុសចាប់ក៏ត្រូវដែរនេះកំនុះតាងនេះបាទគូចេញពី A មកគឺយើងបានណាអញ្ចឹងយើងចាប់ដើមគូដាក់អក្សរមួយចុះគឺ x ax ក្រាមត ax ជាក្រាមតពុះមុំ A វាចែកមុំនេះមុំឡើយនេះប៉ុននេះអញ្ចឹងក្រាមតគូពីមុំ B វិញបាទគូមុំ B វិញអញ្ចឹងគូវងដូចគ្នាមកនេះបាទដូចនេះដូចគ្នាដែរប្រវែងប៉ុនគ្នាគូកម្លាតវាឲ្យធំបន្តិចមកបាទដាក់ចំណុចឈាននៅចំកន្លែងនេះទាញកម្រិតធំបន្តិចចំណុចឈានមកខាងជ្រុងមួយទៀតទាញធំបន្តិចយើងជួបគ្នាទៅណាយើងចុចចំណុចប្រសពទៅនឹងចុះនៅនេះចុចចប់ទៅហើយយើងទាញពីចំណុច B មកកាត់តាមចំណុចនឹងមកបាទហើយយើងគូដាច់ចប់សាច់តែយើងបាទប៉ុន្តែគេនិយមគូដាច់បាទគូដាក់ B ក៏ដាច់អញ្ចឹងចំណុចប្រសពនេះបាទបើយើងគូពីចំណុច C មកកាត់ចំណុចប្រសពហ្នឹងបាទយើងនឹងបានតាមតាត់ពុំមុំទី3ដែលកាត់តាមចំណុច C នេះដែលកាត់ចេញពីដែលគូចេញពីកំពូល C ហើយមកកាត់តាមចំណុចប្រសពនេះចំណុចប្រសពនេះនឹងមានឈ្មោះអ្វីយើងដឹងបន្តិចទៀតអញ្ចឹងបើយើងចង់ផ្ទៀងទាត់តែកាត់មែនអត់យើងគូក្រាមតាត់ពុះមុំមួយទៀតទៅក្រាមតាត់ពុះទី3បាទអញ្ចឹងយើងគូចេញពីបាទកំពូលនៃមុំ C តមកយើងទាញកម្រិតដាច់ឈាននេះឲ្យវែងតិចមកឲ្យនៅក្រៅត្រីកោណទៅដល់ឃើញធំស្រឡះមកផ្នែកមួយទៀត
បាទនេះចឹងលេខស័ព្ទនេះនៅកន្លែងនេះអញ្ចឹងលេខស័ព្ទនឹងហើយយើងចុចចំណុចនេះមួយលេខស័ព្ទយើងមិញឡើងនេះអញ្ចឹងយើងគូពីផ្សេងមកយើងនឹងកាត់តាមចំណុចនេះបាទចេះមិនរួចគឺជាការពិតអញ្ចឹងយើងគូដាច់ទៅគូដាក់ថា CZ បាទអក្សរ CZ ចឹងលេខស័ព្ទនេះគេច្រើនបាទតាំងអក្សរអីក៏បានដែរគូតាំងអក្សរ O បាទអញ្ចឹងជាធម្មតាទេក្លាមតាត់ពុះបាទក្លាមតាត់ពុះមុំក្នុងទាំង3នៃទីកោណដាច់ខាត់ប្រសពគ្នាត្រង់មួយចំណុចដូចមុនតាក់ទងនឹងមេយ៉ានកម្ពស់មេយ៉ាទ័រអីចឹងដែរអញ្ចឹងចំណុចហ្នឹងជាអ្វីចំណុចហ្នឹងបើយើងគូចំណោកែងនេះចូលកម្រិតទី8បាទគូចំណោកែងទៅលើជ្រុងទាំង3នៃត្រីកោណនេះដាក់កែងអញ្ចឹងដាក់កែងនេះមិនថា0ឡើងមក9ហ្នឹងកែងឬក៏អូនដាក់តាត់កែងនេះក៏បានដែរបាទអញ្ចឹងពួក Q នេះកែងបាទកែងជ្រុងទី1ពួកជ្រុងនេះពី O នឹងមកជ្រុង BC មកឲ្យកែងជ្រុងទី2បាទនឹងពី O នឹងទៅ AC កែងជ្រុងទី3បាទគួយកែងមកនេះចឹងយើងចង់ដាក់អក្សរបាន E G K អញ្ចឹងយើងគូបាទយើងគូរង្វង់មួយដែលមានកម្ម OE ក៏បាន OG ក៏បាន OK ក៏បានអញ្ចឹងយើងគូមកបាទថ្នមដៃតិចទៅរត់កម្មវាបាទនេះរង្វង់ហ្នឹងអញ្ចឹងរង្វង់ហ្នឹងស្អីគេទៅអញ្ចឹងអា E ហ្នឹងជាចំណុចផ្សព្វរវាងកលាមតាត់ពុះមុំក្នុងទាំង3ហើយសំទោស O ហ្នឹងជាចំណុចផ្សព្វរវាងកលាមតាត់ពុះមុំក្នុងទាំង3កតាអក្សរ O អញ្ចឹងពី OE ស្មើ OG ស្មើ OK ដូច្នេះយើងបានរង្វង់មួយដែលមានកម្ម OE OG OK អញ្ចឹងអារង្វង់នេះឲ្យឈ្មោះថារង្វង់ចរិតក្នុងបាទរង្វង់ចរិតក្នុងត្រីកោណបាទចូលទី8ផងចូលទី9ផងឬក៏ត្រីកោណចរិតក្រៅរង្វង់វិញបាទអញ្ចឹងរង្វង់យើងនេះគេឲ្យឈ្មោះថារង្វង់បាទចារឹកក្នុងត្រីកោណបាទរង្វង់ចរិតក្នុងត្រីកោណរង្វង់ចរិតក្នុងត្រីកោណខុសពីរង្វង់ក្នុងត្រីកោណណាអត់ដូចគ្នាទេខុសគ្នាដាច់តែម្ដងឬអាចមានឈ្មោះថាត្រីកោណចារឹកក្រៅរង្វង់វិញបាទក្រៅរង្វង់អញ្ចឹងអា O ហ្នឹងគូបញ្ជាក់ឡើងវិញគឺជាចំណុចពិសេសរវាងក្រាមតាត់ពុះមុំក្នុងទាំង3ដែលវាជាផ្ចិតរង្វង់ចរិតក្នុងត្រីកោណបាទហើយវាយពី O មក E ស្មើពី O ទៅ Z O ទៅ K បាទអញ្ចឹងបើតាមទី9ក្នុងករណីរង្វង់ចរិតក្នុងត្រីកោណឬក៏ត្រីកោណចរិតក្នុងរង្វង់អញ្ចឹងរង្វង់យើងត្រូវតែប៉ះជ្រុងទាំង3នៃត្រីកោណត្រង់ចំណុចប៉ះគឺចំណុចកែង E C K ហ្នឹងអញ្ចឹងប៉ះណារង្វង់ហ្នឹងប៉ះជ្រុងទាំង3អត់កាត់ទេប៉ះមានន័យថាបានចំណុចប្រសពមួយហើយកែងនឹងកម្ម OE OC OK គឺជាកម្មនៃរង្វង់តែម្ដងអញ្ចឹងសម្រាប់វីដេអូកម្រិតទី7គឺបងអូនគាត់តែចេះគូររូបដូចជាកលាមតាត់ AX បោះមុំអត់ត្រឹមត្រូវ BY CZ អីប៉ុណ្ណឹងបានណាហើយទី8ត្រូវការគូសកម្មនេះ OE OG OK ហើយគូរង្វង់ចរិតក្នុងត្រីកោណនេះឲ្យបានត្រឹមត្រូវហើយទី9រហូតទៅដល់លក្ខណៈនិយមនៃបន្ទាត់ប៉ះរង្វង់អីបន្ថែមអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយជាការដាស់តឿនជាការពង្រឹងទៅលើការសំណង់រូបធននិមិត្តឲ្យបានត្រឹមត្រូវក្នុងករណីនៃរូបមួយដែលយើងជួបនៅក្នុងពេលប្រឡងដើម្បីឲ្យទទួលល្អបាទបើសិនជាគុណមានចម្ងល់បាទអាច comment សួរបានហើយបាទ
គ្រូនេះឆ្លើយតបទៅវិញអញ្ចឹងសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់សូមរងចាំទស្សនាវីដេអូនៅភាគក្រោយៗទៀតបាទសូមអរគុណ